តើអ្នកអាចធ្វើល្អចំពោះមនុស្សដែលមិនចូលចិត្តអ្នកបានទេព្រះបន្ទូលថ្ងៃនេះនៅក្នុងសុភាសិតជំពូក25ខទី21ដល់22បើសត្រូវអ្នកឃ្លានចូលឲ្យវាស៊ីចុះបើវាស្រេកត្រូវឲ្យវាផឹកផងយ៉ាងនោះនឹងបានដូចជាបង្គោលរងើកភ្លើងនៅលើក្បាលវាហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់ឯងព្រះបន្ទូលនេះបង្រៀនយើងឲ្យឆ្លើយតបនឹងអ្នកដទៃដោយសេចក្តីសប្បុរសការធ្វើល្អមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេប៉ុន្តែជាការបង្ហាញពីចិត្តដែលព្រះកំពុងបង្កើតក្នុងយើងចូលជ្រើសរើសសេចក្តីស្រឡាញ់និងការអត់ទោស